យន្តហោះមួយគ្រឿងដែលមានដឹកលុយយកទៅកាន់ធនាគារបានជួបឧបទ្ទវហេតុនៅប្រទេសបូឡាវីបណ្ដាលឲ្យមនុស្ស15នាក់ស្លាប់និង31នាក់រងរបួសនិងខ្ទាតលុយចេញគោទឹកគោដីបើតាមការចេញផ្សាយពីសារព័ត៌មាន BBC ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង 6:15 នាទីល្ងាចថ្ងៃសុក្រពេលវេលានៅប្រទេសបូឡាវីក្នុងទីក្រុងអ៊ីវអាល់តូភាគខាងលិចយន្តហោះដឹកទំនិញ C-130 Hercules របស់កងទ័ពអាកាសបូឡាវីហោះចេញពីទីក្រុង Santa Cruz ហើយបានធ្លាក់ផ្លូវពេលចុះចតនៅអាកាសយានដ្ឋាន El Alto បណ្ដាលឲ្យរេចូលទៅផ្លូវ Highway បុកជាមួយនឹងរថយន្តនិងម៉ូតូដែលកំពុងតែធ្វើដំណើរលើផ្លូវយ៉ាងច្រើនកុះករយ៉ាងណាក៏មិនមានការបញ្ជាក់ច្បាស់ឡើយថាតើក្នុងយន្តហោះនោះមានផ្ទុកមនុស្សប៉ុន្មាននាក់និងលុយប៉ុន្មាននោះទេប៉ុន្តែក្នុងហេតុការណ៍នោះបើគិតពីមនុស្សស្លាប់សរុបគឺមាន15នាក់និងរបួស31នាក់ហើយគេបារម្ភថាតួលេខមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀតម្យ៉ាងទៀតក៏មិនមានការទម្លាយព័ត៌មានច្បាស់ដែរថាតើយន្តហោះនោះដឹកលុយប៉ុន្មាននោះទេគ្រាន់តែដឹងថាលុយទាំងអស់សុទ្ធសឹងជាលុយដែលទើបតែបោះពុម្ពនិងដឹកយកទៅកាន់ធនាគារកណ្ដាលបូឡាវីតែម្ដងតាមរយៈវីដេអូខ្លីមួយដែលគេបង្ហោះលើបណ្ដាញសង្គមគេក៏បានឃើញមានជនឆ្លៀតឱកាសយ៉ាងច្រើននាំគ្នាទៅរើសលុយនៅកន្លែងកើតហេតុនោះប៉ុន្តែពួកមនុស្សមួយចំនួនក៏ត្រូវបានប៉ូលីសចាប់ខ្លួនបាននិងខ្លះទៀតរត់គេចខ្លួនបាត់ទៅទីភ្នាក់ងារបរទេសបូឡាវីក៏កំពុងតែបើកការស៊ើបអង្កេតរកមូលហេតុពិតនៃគ្រោះថ្នាក់នេះត្បិតព័ត៌មានបឋមបង្ហាញថាយន្តហោះរត់ខុសផ្លូវដោយសារតែមានព្រិលធ្លាក់